សួស្តីស្វាគមន៍មកកាន់វីដេអូ vlog ពីភ្នំពេញទៅជីផាតខេត្តកោះកុងយើងធ្វើដំណើរពីភ្នំពេញចេញមក4កន្លះតែដោយសារតែមានការខកខានជាមួយនឹងសមាជិកគឺប្រធានក្រុមខ្ញុំបាទឈ្មោះប្រុសបុតឲ្យគេជុំគ្នាម៉ោង4កន្លះគាត់ម៉ោង5កន្លះបានគាត់ងើបហើយពួកខ្ញុំនេះដើររកផ្ទះគាត់ឡើងវងវែងពេញភ្នំពេញតើឥឡូវយើងធ្វើដំណើរមកដល់កំពង់ចលងយើងរើវ៉ាន់មានកោបមានកតាបបាយម្នាក់មកប្រអប់ទុកញ៉ាំពេលថ្ងៃហើយយើងរៀបចំឆ្លងទូកចលងតែមុននឹងឆ្លងហ្នឹងគឺយើងដើរប្រជុំសិនមកបុតគាត់អ្នករៀបចំគាត់ស្គាល់អាកន្លែងនេះសម្រាប់ម៉ូតូគេឆ្លងតែគាត់ឲ្យយើងរើវ៉ាន់មកតង់ហើយគាត់ក៏យើងដើរត្រឡប់ទៅកន្លែងដើមវិញដើម្បីឲ្យមានទូកធំដែលគេឲ្យយើងមានអ្នកថ្មើរជើងអាចឆ្លងបានពួកយើងអត់ចូលឡានទៅទេហ្នឹងហើយម្នាក់បែកនេះសស្រាក់ដោយសារតែដើរចុះឡើងពីឈុំនេះមុខមេក្រុមបន្ទាប់ពីយើងឆ្លងហើយយើងមកចុះឈ្មោះចុះអីកន្លែងនេះហើយយើងចាប់ដើមរៀបចំជិះកយន្តឡើងទៅកន្លែងនៃរីសតដែលយើងបានកក់នឹងដើម្បីបោះតង់ស្នាក់នៅឈៀលញ៉ាំសាច់អាំងហើយអត់ឲ្យយើងទៅអាននិយាយមានធ្វើដំណើរមួយយើងមើលទេសភាពតាមផ្លូវលំមានបពកមានអីឈប់បងឈប់បោឈប់ប្លុកពីចិត្តប្លុកបើធំធូម៉ៃប្លុកខ្ញុំបានពីចិត្តស្មោះខ្ញុំបានពីចិត្តស្មោះអបរបស់ខ្ញុំមួយណាពើអបរបស់ខ្ញុំមួយទីចេញសម្បែងនេះអំពើអបហ្នឹងហើយតាមពិតខ្ញុំមិនសូវចេះម៉ូតអីទេខ្ញុំជាមនុស្សដែលស្ងៀមស្ងាត់តែវីដេអូនេះដោយសារតែគេតម្រូវឲ្យខ្ញុំគាត់ឲ្យខ្ញុំហ្នឹងនិយាយឲ្យបានច្រើនក្នុងវីដេអូហ្នឹងអញ្ចឹងទៅខ្ញុំចេះរកទំនុកនិយាយដើម្បីឲ្យមានភាពប្លុកផ្លែងមកដែរ Hello again ចុះមកនេះចិត្តធ្វើមកទៅហត់ផងនេះតោះចេះចុះកាប៉ាយើងកាន់1 2ឃើញតែប្អូនប្រុសមានឆន្ទៈក្នុងការថតវីដេអូមានទាំង energy ទៀតបងឲ្យប្អូនកាន់កាមេរ៉ាដើម្បីឲ្យចេះថតហើយនឹងទៀតទៅប្អូននឹងទៅមុខរបរមកធ្វើជា vlogger នេះបងដែលគ្មានចិត្តចូលនៅលើវីដេអូមួយនេះពេលបងដើរម្ដងបងថតផុសរហូតតែគ្មានណាមើលទេ100 view 200 view អស់ហើយតែកុំខ្វល់យើងធ្វើវីដេអូនេះគឺយើងទុកមើលតែខ្លួនឯងបានហើយយើងកុំខ្វល់ពីទស្សនិកជនវីដេអូនេះគឺបានទេសភាពស្អាតយងហើយជាមួយនឹងការនិយាយមិនដឹងទិសដៅពីណាទៅណាអត់មានរៀបរាប់ពីខ្លឹមសារថាដើរទៅណាទៅណីទេតាមដែលយើងដើរទៅនេះគឺយើងនឹងទៅមុជទឹកនៅទឹកជ្រោះខ្ញុំស្គាល់ទេចាំមើលរយៈធាតុបានគេមានស្លាកបង្ហាញជីកយន្តតទៀតតពីឆ្លងកាត់ផ្លូវចោតផ្លូវឡើងមកយើងមើលទេសភាពទេសភាពស្អាតព្រៃភ្នំខៀវស្ងាត់យ៉ាងដែរយើងមួយឆ្នាំអីដើរលេងម្ដង2 ដងឡើងភ្នំ
បាទហ្នឹងឥឡូវយើងមកដល់ទឹកធ្លាក់អូមលូខ្ញុំទៅឃើញស្លាកគេមិញហ្នឹងហើយយើងចូលកយន្តមកយើងមកញ៉ាំបាយផងយើងមកលេងទឹកផងតែឥឡូវយើងដើរreview យើងថតអំពីទឹកជ្រោះនៅតំបន់នេះខ្ញុំមកដែរមកទេខ្ញុំទៅលើកទី1ទេមកជីផាត់ហ្នឹងអញ្ចឹងយើងមកនេះគឺយើងមកទឹកអូមលូហ្នឹងឯងហើយយើងមកថតអំពីទឹកជ្រោះធ្លាក់អូស្អាតណាស់មើលពីលើទៅតបពីយើងញ៉ាំបាយហើយយើងនាំគ្នាចុះមកទឹកផ្នែកខាងលើហើយយើងក៏បានរៀបចំមួយទឹកមកប្រាវដើម្បីឲ្យត្រជាក់ខ្លួនពួកឯងយើងជិះឡានមកតាំងពីព្រឹកព្រលឹមហើយយើងដើរកាត់ជិះក៏យន្តឲ្យហុយដីពងមកប្រឡាក់ខ្លួនឲ្យយើងងូតទឹកស្អាតត្រជាក់យើងដើរលេងបន្តទៀតហ្នឹងហើយអានេះយើងចេញមកវិញយើងចេញមកពីទឹកធ្លាក់អូមលូហ្នឹងហើយយើងធ្វើដំណើរទៅទឹកធ្លាក់មកតង់ទៀតហ្នឹងហើយគឺយើងទៅទឹកធ្លាក់អូកេម្ដងlâu rồi trờiឃើញថានៅក្នុង resort ដែលអូកេនេះគឺគេរៀបចំស្អាតទិដ្ឋភាពឡើងលយមកដូចគ្នាខ្ញុំនិយាយថាអូដូចនៅ Swiss ហ្នឹងស្អាតមែនហើយភ្នំព័ទ្ធជុំវិញនឹងខៀវសង្កាត់ចំខែភាសាឯទៀតស្អាតមែនតើដឹងខ្លួនធ្វើដឹងខ្លួនណាដឹងហើយមិនដឹងហើយណាធ្វើមកដោយប្រផាត់ធ្វើមកដោយប្រផាត់សួស្ដីយើងធ្វើដំណើរទៅកាន់ទឹកជ្រោះអូកេគេហៅអូ7ជាន់ដំណើរដើរទៅកាន់ទឹកជ្រោះ
ជាមួយនឹងបរិសង្ហាម្នាក់កំពុងដើរនៅខាងមុខបាទមានទម្ងន់ប្រហែលគីឡូដែរបងខ្ញុំ70ផោន70ផោនហើយនឹងកម្ពស់1ម៉ែត្រ70រូបរាងទទួលយកបានបើមានអ្នកណាចាប់អារម្មណ៍អាច contact មកបានតាមលេខទូរស័ព្ទដែលដាក់នៅខាងក្រោម description available សូមអរគុណដើរពីសើមកស្គីណែដើរពីសើមកដល់អានទៅចិត្តដល់ហើយណានិយាយចឹងដើរដល់ឡើងក្នុងថតអត់បានចូលដល់កាទឹកចិត្តបងបត់ហើយខ្លីតែអូខេចិត្តបងបត់ទឹកចិត្តទេទូរស័ព្ទថត fake friend អត់ដឹងទេតែអូខំខ្ញុំថាយកឲ្យចូលមកពាក់តែផ្លាក់ថតតែទៅដល់នោះយើងលូតទឹកដែរអត់អីតាអត់នេះទៅក្រោមនេះឆ្លងកាត់ទឹកហើយយើងបន្តទៅណាទៅមុខទៀតព្រៃអាស័យនៅពីលើកម្ពស់ប្រហែលជា1.50 ម៉ែត្រព្រៃអាស័យហ្នឹងសៀគឺតិចអត់ក្តៅរំខានកុហកកាហាយទេគឺតិចស្រួលបាទបាច់នេះកំប៉ាមិនកុហកកាហាយអូនេះទៅហើយខាងនេះគឺយកឈើច្រត់មួយដោយសារតែអាចខ្លាចនឹងផ្លែល្អណាគឺយើងដើរមួយអូទឹកនេះតិចល្អតិចមែនតើទឹកសែនត្រជាក់គ្នានៅខាងមុខនេះគឺជាបងប្រុសដែលបានប្រមូលតាំងពីដើមវីដេអូអូខេយើងឡើងលើថ្មនោះដើម្បីមើលទេសភាពអ្នកនៅខាងក្រោមឡើងមុខមួយឆ្ពោះរមាទៅមុខទៀតវិញតែពូយើងអត់ស្គាល់ផ្លូវតែធ្វើដូចស្គាល់ផ្លូវខាងនេះចឹងខុសយើងត្រូវដើរផ្លូវខាងនេះម្ដងហេចឹងយើងដើរទៅពូមកទៅគីឡូវិញចេះដើរតាមចឹងដើរតាមគេតាមឯងទៅហ្នឹងហើយអញ្ចឹងយើងមកដល់ទឹកជ្រោះអូកៃឬក៏ម្យ៉ាងចិត្តដែលគេហៅថាទឹកធ្លាក់7ជាន់យើងថតរូបថតវីដេអូឲ្យលេជាមួយនឹងក្រុមរបស់ខ្ញុំបាទហ្នឹងមានប្រហែលអ្នកហ្នឹងគាត់ឡើងទៅមួយទឹកត្រជាក់បន្ទាប់ពីយើងត្រឡប់មកវិញយើងដើរថតមើលមកត្រួសទៀតព្រោះឲ្យយើងអស់ចិត្តហើយយើងឃើញស្អាតស្មៅខៀវស្ងាត់ទុំព័ទ្ធជុំវិញមកស្អាតមែនទែនដែរនេះក្រុមកយុំកយុនបោះចោលដងទៀតកយុនគេទៅចោលបាទបែកជើងក្រុមឌីសស្អាតបាទចាប់តើអូក៏ហៅគ្រប់យ៉ាងថាទៀតតាបាទតែដល់គេចូលរីសហ្នឹងតិចទៅខ្ញុំបែកគាត់អស់ហើយខ្ញុំពើ
แล้วดาวปีตึกชโรโอเคtừ cái lái điបន្ទាប់ពីកយន្តបំបោះបងចោលមកយើងបានដើរមកយើងបានដើរត្រឡប់មកដល់តង់វិញយើងរៀបចំមួយទឹកមួយអីយើងរៀបចំតង់យើងអង្គុយលេងមកសទួបាត់ហត់បន្ទាប់មកយើងចាប់ផ្ដើមធ្វើម្ហូបអ្នកគេថតរូបលេងអញ្ចឹងទៅយើងទៅមិនទៅមនុស្សឡើងហើយតែយើងស្អែកផឹកហ្នឹងយើងជួយតាសាប្លុកគេទៅដល់យកបកមកក្រោយវិញបកទៅផ្ទះវិញទៅដល់ទៅបាយចឹងខ្ញុំđãថតទេសភាពជុំវិញresort ដែលយើងកំពុងតែបោះតង់ស្នាក់នៅនេះគឺសាន់បៀហើយគេមានរៀបចំតង់សម្រាប់ឲ្យយើងជួលក៏បានយើងសម្រាប់ឲ្យយើងមានស្រាប់យើងចង់យកមកដាក់វាគិតតម្លៃផ្សេងគ្នាឲ្យយើងគឺយើងញ៉ាំអីបោះតង់នៅកន្លែងហ្នឹងវាស្រួលម្យ៉ាងដែរហើយមកហ្នឹងគឺចំថ្ងៃដែលមានបរិយាកាសល្អមិនបើកថ្ងៃខ្យល់មកជាក់ស្រួលតែថ្ងៃមកនេះវាសើមានខ្យល់ទៅវិញហើយវាអត់មានភ្លៀងវាធ្វើឲ្យបរិយាកាសយើងល្អដែរបងក៏ធ្វើម្ហូបប្រឡាក់សាច់ប្រឡាក់អីយើងអាំងសាច់ញ៉ាំថ្ងៃហ្នឹងបាទសកម្មភាពបន្តទៀតគឺយើងអង្គុយលេងគេមានគេវាយបៀវាយអីឈៀលហ្នឹងហើយខ្ញុំចេះលេងបៀទេខ្ញុំចេះស៊ីគូថៃមួយបកមួយទៀតខ្ញុំលេងទេខ្ញុំដើរថតរូបថតផ្តិតចូលវីដេអូស្អាតរូបភាពស្អាតដើម្បីទុកជារនុស្សាវរីយ៍ហ្នឹងហើយខ្ញុំអត់មាននិយាយទេខ្ញុំដើរថតវីដេអូស្ដាប់ទៅលើសំដីសំឡេងធម្មជាតិវិញគឺក្រុមមកពុកខ្ញុំបាទហ្នឹងហើយខ្ញុំគេចាំអស់ហើយណាអូយចៅសពួតតិចមានអារម្មណ៍មិនដែរខ្ញុំសប្បាយចិត្តរីករាយជាខ្លាំងតែមានរៀនដោយសារគេទុកខ្ញុំចោលធម្មតា relax ថ្ងៃនេះយើងមកបោះតាំងនៅជីផាត់កន្លែងដែលយើងស្នាក់នៅយប់នេះគឺនៅ Sun Bear Valley អញ្ចឹងថ្ងៃនេះយើងមកសរុបទាំងអស់ជាង6តង់គ្នា12នាក់ថ្ងៃនេះយើងបានទៅលេងនៅអូមលូហើយទៅអូកេទឹកជ្រោះ7ជាន់យើងណាហើយមានអីមកលើកទី2សប្បាយហើយនេះមើលគ្នាយើងគាត់កំពុងឈៀលបាទគាត់គឺមកបែបមកមួយពួកខ្ញុំគឺសប្បាយមានអី surprise រឿងជាច្រើនដែលនឹកស្មានដល់ចាអរគុណសូមអរគុណបានដល់ហើយបាទខ្ញុំមកជីផាត់លើកដំបូងហ្នឹងហើយមានចំណាប់អារម្មណ៍មិនដែរមានចំណាប់អារម្មណ៍ថាមានភាពតស៊ូខ្លាំងហើយខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានបងបុតលេងជាច្រើនលើកសាហ្នឹងហើយដើរបានមួយកន្លែងអូបើគិតទៅដើរបានច្រើនដែរតែលើសពី2ច្រើនដែរត្រូវតែបាទអូយដើរមិញនេះឆ្ងាយដែរអូយដើរសុទ្ធបណ្ដោយដើរមិនយ៉ាងគីឡូដែរគេទៅចោលបាទដើរធ្វើអីជាការហាត់ប្រាណបាទដើម្បីសុខភាពផ្លូវចិត្តអូខេឯនៅណាឥឡូវខ្ញុំនៅជីផាត់បងហ្នឹងហើយមកប្រហែលដងហើយខ្ញុំទៅមកលើកទី1ហើយដើរលេងបានម៉ាក់ខ្លះមិញអូបានកន្លែងខ្លះដូចជាអូកេហើយអូមលូហើយតែកន្លែងដែលខ្ញុំបានដើរខ្លាំងជាងគេគឺអូកេតែម្ដងហើយតែមិនអញ្ចឹងមេខ្ញុំលេងខ្ញុំលេងបែបមិនដែរគាត់ឡើងកយន្តជិះមកគាត់ស្មានខ្ញុំដើរមកមុនមានណាប្រូចខ្ញុំពីក្រោយលាកលៀនsurprise ហ្នឹងអញ្ចឹងប៉ុណ្ណឹងអាចដាក់អារម្មណ៍ជាមួយនឹងដើរសប្បាយមិនដែរឈ្នះនេះដូចខ្មៅល្អចាត់បាននេះបាននេះផងមិនចាច់បានឲ្យបើហើយវិញណាមានពីទៅនេះបានសិនគូជពាក់សិនជពាក់ទាំងអស់ឲ្យបីហ៎នេះគេចាក់មែននេះចាប់5ហើយនេះបានប្រាចាប់បានហើយបានតាមចិត្តតាមចំណាប់ម្ដង
cho bay sạc đôi kia nắng ở đây tức bịch bịch đôi kia tay cho nó bay tức đây cái này bay tức hai ông bay gặp bay tức ta sam buồn tức ok ta canaru ban đấy ông bay bay tức sam buồn tức cái pi tắc á chồng con chặt phải mồi á đây cái mát ở đây chả bông không cắt ôi lên phim rồi bán cái chun lên phim tu cái phố không đau mà hai nhất bọc tương quyết cho mà ô mà ô cái gì đôi đợi ô mà tay vào đây dùng thế xì muối trắng đây buồn hay do em thời trang đi mà nó không trang nào rồi thank you mong thời trang đăng thảo này do trang nó còn tất đo chẳng mau hỏi mà có ai buồn số phận hôm nay chị hái rồi còn luôn mới tiết vô tháng lên chúng ta không làm đích sao riêng lông phì liếc hoài mỗi kia rồi បន្ទាប់ពីយើងញ៉ាំបាយញ៉ាំអីហើយយើងអង្គុយលេងញ៉ាំសាច់អាំងញ៉ាំប៊ីអីហើយបន្តិចក៏យើងនាំគ្នាចូលគេងអស់រហូតទល់ភ្លឺតោះឥឡូវព្រឹកឡើងហើយមេឃល្អស្រឡះល្អមែនតើខ្ញុំដើរថតទេសភាពធម្មជាតិនៅរីសតសាន់ប៊ីស្អាតមែនតើបាទទឹកជ្រោះហូរបាទហ្នឹងហើយវីដេអូយើងក៏បានមកដល់ថ្ងៃត្រង់ហើយយើងក៏បានបញ្ចប់ត្រឹមហ្នឹងដែរយើងបានរៀបចំចេញទៅផ្ទះវិញហើយថ្ងៃទី2ពេលថ្ងៃម៉ោង12ដែរទៅហើយយើងរៀបចំចេញវិញដើម្បីជប់ម្នាក់មកវិញបិទម៉ាស់បិទអីពួករៀងការពីត្រឡប់មកដំបងគឺហុយដីជប៉ុងពេញនឹងតាមផ្លូវដីលំហើយយើងក៏បានឆ្លៀតមកចូលនៅលើទឹកជ្រោះនេះគេហៅថាទឹកជ្រោះឆាយខ្ពស់បន្ទាប់ពីយើងចេញមកយើងឆ្លៀតចូលមកថតរូបនៅខ្លះក៏មួយទឹកខ្លះអីចឹងទៅហ្នឹងហើយមនុស្សច្រើនមែនតើពួកអីវាទេសភាពស្អាតទឹកជ្រោះធ្លាក់មកត្រជាក់គេលេងច្រើនទេសចរចឹងហើយច្រើនមែនតើមួយទឹកដើរលេងផងមួយទឹកផងហ្នឹងហើយខ្យល់ត្រជាក់បរិសុទ្ធ
ហ្នឹងហើយអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងឯងហើយអរគុណសម្រាប់ចំណាយពេលទស្សនាអរគុណច្រើនបាយបាយ